ជំរាបសួរបងប្អូនទាំងអស់គ្នាចាគឺថាថ្ងៃនេះមានមុខម្ហូបមកពិសេសទៀតឲ្យបងប្អូនចាមុខម្ហូបថ្ងៃនេះគឺងាយទេបងប្អូនចាគឺថាញោមត្រយងចេកជាមួយនឹងសាច់ជ្រូក3ជាន់បងប្អូនចាហើយលាយជាមួយនឹងប្រហិតក្តាមដើម្បីធ្វើឲ្យញោមរបស់យើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហូបហើយគឺថាជាប់ចិត្តជាប់បេះដូងតែម្ដងចឹងណាបងប្អូនចាគឺថាពិតជាឆ្ងាញ់មែនបងប្អូនចាគឺថាភ្លក់នឹងគឺថាឆ្ងាញ់តែម្ដងបងប្អូនចាឥឡូវនេះគ្រឿងផ្សំរបស់ខ្ញុំគឺចាប់ផ្ដើមធ្វើឲ្យបងប្អូនចាគឺថាយើងដាំទឹកឲ្យពុះចឹងទៅយើងដាក់ទឹកច្រឡំបងប្អូនដាក់ស្លឹកក្រូច2 3សន្លឹកមកហើយយើងថែមជាមួយនឹងម្សៅស៊ុបរ៉ូឌីបន្តិចមកដើម្បីយើងឆ្ងល់ទៅធ្វើឲ្យសាច់ជ្រូករបស់យើងនឹងគឺថាមានជាតិស្រាប់តែម្ដងបងប្អូនជឿថាហូបទៅអត់សាបអីទេគឺថាមានរសជាតិរៀងប្រៃឆ្ងាញ់តែម្ដងបងប្អូនចាហើយយើងដាក់ស្លឹកក្រូចអញ្ចឹងគឺថាដើម្បីឲ្យឈ្ងុយអញ្ចឹងណាបងប្អូនហើយនេះគឺត្រយងចេកគឺថាខ្ញុំទិញពីអ៊ំនោះគាត់ដើរលក់បងប្អូនចាគាត់យកមកឲ្យដល់ផ្ទះតែម្ដងធម្មជាតិពិតណាចាគឺថាបាន2 3ថ្ងៃបងប្អូនអើយគឺថាទុកក្នុងទូទឹកកកនឹងចឹងយើងស្វិតបន្តិចតែគឺថាល្អដដែលឥឡូវនេះគឺចាប់ផ្ដើមហាន់ត្រយងចេកតែយើងដាក់ក្រូចឆ្មាមកបងប្អូនចាយើងដាក់ទឹកហើយយើងសម្រាប់ក្រូចឆ្មាដាក់ទៅដើម្បីឲ្យត្រយងចេករបស់យើងនឹងគឺថាពណ៌អត់ខ្មៅបងប្អូនចាគឺថានៅសដដែលពេលយើងអត់ដាក់ក្រូចឆ្មាទៅពេលយើងហាន់ទៅនឹងធ្វើឲ្យត្រយងចេករបស់យើងនឹងគឺខ្មៅតែម្ដងបងប្អូនអញ្ចឹងគឺថាយើងដាក់ក្រូចឆ្មាមកហើយយើងចិត្តដាក់អញ្ចឹងទៅត្រាំទឹកអញ្ចឹងទៅគឺត្រយងចេករបស់យើងគឺថានៅតែសណាបងប្អូនចាហើយត្រយងចេកនេះគឺគាត់នៅភូមិទេបងប្អូនគាត់ស្គាល់អញ្ចឹងក៏យកឲ្យដល់ផ្ទះទៅចាគឺថាធូរថ្លៃទេបងប្អូនហ្នឹងហើយគឺថាធម្មជាតិអត់មានគីមីអីណាបងប្អូនចាគឺថាអញ្ចឹងក៏នឹកឃើញចង់ញោមត្រយងចេកតែម្ដងអញ្ចឹងណាបងប្អូនចាហើយរវល់ទើបតែតនេថ្ងៃហ្នឹងបងប្អូនចាហើយយើងចិត្តត្រាំទឹកអញ្ចឹងមកដល់ពេលបដលក្នុងសវោកូនចេកបងប្អូនអញ្ចឹងខ្ញុំក៏សក់យកតែសបកមកចិត្តតែម្ដងណាបងប្អូនបើយើងចិត្តដល់ក្នុងហ្នឹងគឺថាសបកអត់ទូចនោះបងប្អូនអញ្ចឹងយើងបកយកមកចិត្តអញ្ចឹងតែម្ដងទៅងាយស្រួលជាងបងប្អូនចាហើយគឺថាត្រយងចេកយើងក៏ល្អអញ្ចឹងណាបងប្អូនចាឥឡូវចាប់ផ្ដើមមកហាន់សាច់ជ្រូកឲ្យបងប្អូនសាច់ជ្រូកហ្នឹងគឺថាខ្ញុំឆ្ងល់ហ្នឹងគឺថាឡើងឈ្ងុយតែម្ដងបងប្អូនពេលដែលយើងដាក់ក្រូចឆ្មាស្លឹកក្រូចយើងដាក់ម្សៅស៊ុបរ៉ូឌីអីអញ្ចឹងហ្នឹងបងប្អូនគឺថារសជាតិសាច់ជ្រូកពេលដែលអត់ទាន់ញោមហ្នឹងគឺឆ្ងាញ់ស្រាប់តែម្ដងបងប្អូនចាហាន់ជាបន្ទះស្ដាងមកសាច់ជ្រូកហ្នឹងគឺខ្ញុំមានសាច់3ជាន់លាយជាមួយនឹងសាច់ឆ្មាបងប្អូនចាយើងញោមសាច់អញ្ចឹងមិនឆ្ងាញ់បងប្អូនចាឥឡូវនេះគឺថាហាន់រួចរាល់ហើយក៏មកចាប់ផ្ដើមមកហាន់ជាមួយនឹងក្រូចឆ្មាបងប្អូនក្រូចឆ្មានេះគឺថាខ្ញុំប្រើដូចជា2ផ្លែ3ផ្លែអញ្ចឹងទៅយើងស្មានគ្រឿងក្រូវសាច់របស់យើងអញ្ចឹងណាបងប្អូនចាបើថាស្ទើរជូរស្ទើរអីយើងថែមថយតាមនឹងទៅបងប្អូនចាហើយមានការ៉ុតនឹងចំនួន1ផ្លែដែរបងប្អូនចាមួយមើមច្រឡំបងប្អូនចាយើងចិត្តសបកឲ្យស្អាតហើយលាងទឹកឲ្យស្អាតទៅចាំយើងយកមកកោសអញ្ចឹងណាបងប្អូនចាក្រត់យើងលាងចឹងទៅដើម្បីយកពណ៌ផងចានឹងធ្វើឲ្យរសជាតិញោមរបស់យើងនឹងគឺថាកាន់តែឆ្ងាញ់ណាបងប្អូនចាឥឡូវគឺថាយកទៅចិត្តហើយអញ្ចឹងក៏យកទៅលាងទឹកបងប្អូនពេលដែលលាងទឹកហើយអញ្ចឹងគឺយើងចាប់ផ្ដើមយកមកកោសតែម្ដងបងប្អូនចាបងប្អូនចង់ហាន់ជាចំណិតស្ដើងក៏បានដែរបងប្អូនចំណែកខ្ញុំកោសទៅដើម្បីលឿនជាងបងប្អូនចាគឺថាទៅសៃដូចគ្នាទេបងប្អូនចាហើយខ្ញុំប្រើការ៉ុតនឹងចំនួន1ដែរបងប្អូនចង់បានច្រើនចានេះបន្លែរបស់ខ្ញុំមានការ៉ុតមានជីចាបងប្អូនជីគ្រប់មុខហ្នឹងហើយនឹងត្រយងចេកបងប្អូនចាឥឡូវនេះគឺសាច់ជ្រូកហាន់រួចរាល់ហើយចានេះគឺសណ្តែកដីចាហើយនេះគឺទឹកក្រូចឆ្មាបងប្អូនចាហើយនេះគឺម្ទេសហើយនេះគឺប្រហុកនិងស្ករត្នោតបងប្អូនចាហើយនេះគឺប៊ីចេងនិងម្សៅស៊ុបរ៉ូឌីទឹកត្រីបន្តិចមកចាបងប្អូនហើយនឹងខ្ទឹមសខ្ទឹមក្រហមនឹងចឹងណាបងប្អូនចាឥឡូវចាប់ផ្ដើមធ្វើគ្រឿងហើយដាក់ម្ទេសមកដាក់ជាមួយនឹងម្សៅស៊ុបរ៉ូឌីប៊ីចេងមកបងប្អូនចានិងខ្ទឹមសខ្ទឹមក្រហមយើងហាន់ជាបន្ទះស្ដើងចឹងណាបងប្អូនចាហើយនឹងគត់ទឹកក្រូចឆ្មាស្ករត្នោតនិងប្រហុកបងប្អូនដាក់ប្រហុកបន្តិចអញ្ចឹងទៅគឺថាចាប់ជាតិមែនតែនបងប្អូនហើយទឹកត្រីអីអញ្ចឹងទៅណាបងប្អូនយើងកូរច្បល់ទៅដើម្បីឲ្យគ្រឿងក្រូវរបស់យើងចូលគ្នាសព្វហើយចាំយើងដាក់សាច់ដាក់បន្លែអីចូលបន្តអញ្ចឹងណាបងប្អូនចាហើយគឺថារសជាតិញោមមួយមុខនេះគ្រឿងផ្សំមានតែប៉ុណ្ណឹងឯងបងប្អូនចាតែនិយាយពីថារសជាតិវិញគឺថាឆ្ងាញ់តែម្ដងបងប្អូនចាហើយខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានចូលមើលវីដេអូនៅក្នុង YouTube របស់នេះខ្ញុំដែលមានឈ្មោះថាសាភ័ណ្ឌហូបឆ្ងាញ់ចឹងណាបងប្អូនចាបងប្អូនពេញចិត្តវីដេអូរបស់នេះខ្ញុំបងប្អូនកុំភ្លេចជួយចុចសញ្ញាកណ្ដឹងនិងជួយ like ជួយ share អ្នកមួយផងណាបងប្អូនដើម្បីទទួលបានវីដេអូថ្មីទៀតចាបងប្អូនឥឡូវនេះគឺថាយើងចាក់សាច់ជ្រូករបស់យើងញោមច្បល់ឲ្យចូលជាតិគ្នាជាមួយគ្រឿងទៅយើងចាប់ផ្ដើមដាក់បន្លែម្ដងបងប្អូនចាហ
ហើយបន្លែហ្នឹងគឺយើងដាក់ត្រយូងចេកហើយការ៉ុតទៅមុនណាបងប្អូនចាជីហ្នឹងគឺថាយើងទុកញោមតាមក្រោយបងប្អូនចាយើងច្បល់ទៅច្បល់មករៀងដៃថ្នមដែរណាបងប្អូនចាច្បល់រហូតតែបន្លែនឹងសាច់គ្រឿងរបស់យើងនឹងគឺថាយើងទុនល្មើចូលគ្នាអញ្ចឹងណាបងប្អូនចាយើងច្បល់មកជទុះទៅចាំយើងថែមជីពីក្រោយបងប្អូនចាហើយចំណែកបន្លែជីនេះគឺខ្ញុំមានជីនឹងវងបន្តិចមកជីស្ពណ៌ត្រីបន្តិចចឹងណាបងប្អូនចាហើយនឹងទីជីរណានឹងបន្តិចដែរគឺថាទិញមកហ្នឹងខ្វះជីនាងវងចឹងក៏បេះនៅមុខផ្ទះខ្លួនឯងនឹងតែម្ដងបងប្អូនចាហើយដាក់ជីរៀងច្រើនដែរពួកឲ្យជួយចិត្តរៀងឈ្ងុយបងប្អូនចាឥឡូវនេះគឺយើងចាប់ផ្ដើមថែមជីទៅយើងច្បល់បងប្អូនចាបងប្អូនឃើញត្រយងចេកទៅបងប្អូនពេលដែលយើងចាត់ត្រាំជាមួយនឹងទឹកក្រូចឆ្មាអញ្ចឹងទៅគឺអត់ខ្មៅទេបងប្អូនយើងយកមកញោមក៏ដែរគឺថានៅតែល្អដដែលហើយចំពោះញោមត្រយងចេកនេះបើយើងមានកពឹសមានអីមានបាគីមានអីលាយជាមួយទៀតគឺថាធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់អញ្ចឹងណាបងប្អូនចាហើយនេះសណ្តែកដីគឺខ្ញុំដាក់ខ្លះខ្ញុំទុកខ្លះដើម្បីទុករួយពីលើណាបងប្អូនចាហើយយើងសបល់ទៅសបល់មកទៅបងប្អូនចាកាប់ប៉ិតខ្ញុំមាននេះអញ្ចឹងណាបងប្អូនខ្ញុំមានបាត់ក្តាមថ្ងៃហ្នឹងគឺថាទៅសាអញ្ចឹងទិញមកទុកគ្រាន់ញ៉ាំទៅអញ្ចឹងក៏នឹកឃើញថាញោមតយោចេកអញ្ចឹងយើងមានសាច់ជ្រូក3ជាន់ហើយយើងក៏ថែមជាមួយនឹងបាត់ក្តាមថែមទៀតទៅបងប្អូនធ្វើឲ្យរសជាតិកាន់តែឆ្ងាញ់តែម្ដងណាចាឥឡូវខ្ញុំភ្លក់សិនបងប្អូនចាភ្លក់មើលថាល្មមនៅអញ្ចឹងណាបងប្អូនចាគឺថារសជាតិឆ្ងាញ់ណាបងប្អូនចាគឺថាញោមតយោចេកយើងអាចញ៉ាំជាមួយបាយក៏បានយើងញ៉ាំលេងក៏បានបងប្អូនចាឥឡូវនេះគឺថាដល់វគ្គថែមជាមួយនឹងប្រហិតក្តាមឯងបងប្អូនចាគឺថាច្បល់ទៅច្បល់មកអញ្ចឹងទៅពេលដែលយើងញ៉ាំចំគឺឆ្ងាញ់ណាបងប្អូនចាគឺថាជាតិមែនតែនបងប្អូនអាចសាកល្បងធ្វើបានណាបងប្អូនចាតែបើសិនជាបងប្អូនអត់មានទេបងប្អូនមិនបាច់ប្រើក៏បានដែរបងប្អូនចាដោយសារខ្ញុំមានអញ្ចឹងខ្ញុំក៏ដាក់ទៅបងប្អូនឲ្យភ្លក់ទៀតដែរបងប្អូននិយាយពីថាឆ្ងាញ់ហើយកូនស្រីខ្ញុំនៅចិត្តដឹងដែរបងប្អូនក៏ថាមើលទៅម៉ាក់ដូចជាឆ្ងាញ់ដល់ហើយខ្ញុំថាឆ្ងាញ់មែនណាកូនចាគឺថាជាប់ចិត្តតែម្ដងឥឡូវហ្នឹងគឺថាចាប់ផ្ដើមដាក់ចានហើយបងប្អូនចាគឺថាមួយចាននេះអាចញ៉ាំជុំគ្រួសារផងញ៉ាំជុំមិត្តភ័ក្តិផងក៏បានដែរបងប្អូនចាហើយពេលមានកម្មវិធីមានអីយើងអាចធ្វើហូបបានណាបងប្អូនចាគឺថាកំងបានបងប្អូនចាគឺថាអាចឲ្យជាភ័ណ្ឌធ្វើបានចាគឺថាផ្ញើតាមវិនតែម្ដងចាគឺថាកុំភ្លេចណាបងប្អូនញោមត្រយងចេកជាមួយនឹងសាច់ជ្រូក3ជាន់ចាលាយជាមួយនឹងប្រហិតមកដើម្បីធ្វើឲ្យញោមរបស់យើងគឺថាមានរសជាតិខុសប្លែកពីធម្មតាបងប្អូនចាត្រយងចេក2បានប៉ុណ្ណឹងណាបងប្អូនចារៀងគួរសមដែរហើយយើងដាក់ពីលើអញ្ចឹងទៀតមកដើម្បីធ្វើឲ្យមុខម្ហូបរបស់យើងនឹងកាន់តែតាក់ទាញគួរឲ្យចង់ញ៉ាំតែម្ដងបងប្អូនចាការពិតម្ហូបសំខាន់ការរៀបចំរបស់យើងដែរអញ្ចឹងណាបងប្អូនចាបើថាយើងធ្វើហើយមើលទៅយើងរៀបចំមកទៀតអញ្ចឹងទៅគួរឲ្យចង់ធ្វើឲ្យមុខម្ហូបរបស់យើងនឹងគឺថាគួរឲ្យចង់ទទួលទានខ្លាំងតែម្ដងអញ្ចឹងណាបងប្អូនចាយើងដាក់អញ្ចឹងមកបងប្អូនឃើញទេចាគឺថាគួរឲ្យឆ្ងាញ់តែម្ដងបងប្អូនហើយគឺថារសជាតិនឹងគឺថាហឹរអីយើងកំងតាមយើងចឹងណាបងប្អូនចាចង់ហឹរខ្លាំងយើងដាក់ម្ទេសថែមទៀតមកហើយគឺថារសជាតិនឹងរៀងជូរផ្អែមប្រៃទៅរសជាតិដិតតែម្ដងបងប្អូនចាដូចយើងញ៉ាំនៅតុកាអញ្ចឹងគឺថាឆ្ងាញ់ដូចគ្នាក៏ប៉ិតបើយើងធ្វើអញ្ចឹងបងប្អូនចាគឺយើងបងប្អូនគិតខ្ញុំទេចាបើថាយើងថ្ងៃណាមានកម្មវិធីអីចឹងទៅធ្វើអញ្ចឹងរៀងច្រើនមកគឺថាហូបចំណេញណាបងប្អូនចាគឺថាខ្លែមហើយគឺមិនងាយអស់ទេចាប់ទៅចាប់មកបងប្អូនចាហើយរសជាតិឆ្ងាញ់តែម្ដងគឺថាអ្នកហូបនឹងដឹងតែជាប់ចិត្តទេបងប្អូនចាហ្នឹងហើយព្រោះតែមុខម្ហូបរបស់ខ្ញុំគឺថាថ្ងៃនេះប្លែកខុសពីគេបងប្អូនចាមានញោមត្រយងចេកហើយថែមជាមួយនឹងប្រហិតទៀតអរគុណបងប្អូនទាំងអស់គ្នា